ការពិវត្តកញ្ញា DB បានដឹងថាប្តីរបស់នាងគឺជាឃាតករដែលសម្លាប់ក្រុមការឌៀនហើយអូនម្នាក់នៅពេលនេះគឺមានភាពច្របូកច្របល់នៅក្នុងខ្លួនខ្លាំងមែនទែននៅពេលដែលព្រឹកឡើងកញ្ញា DB ភ្ញាក់ពីដេកឡើងមកវិញក៏បានមកឃើញស្នាមដែលអូនម្នាក់រំវាយលើខ្លួនជាងហ្នឹងធ្វើនាងកាន់តែភ័យទៀតហើយនៅពេលដែលនាងចូលទៅក្រោមទៅក៏បានឃើញអូនម្នាក់គឺនៅតែឈរនៅកន្លែងនោះដដែលហ្នឹងមកយប់តបភ្លឺគឺនៅតែកន្លែងហ្នឹងហើយនាងក៏បានដើរចូលទៅសួរអូនម្នាក់ទៅថាម៉េចឥឡូវនេះផោះតាំងលើប៉ិនហ្នឹងនេះតើនៅមានអីប្រកែកទៀតអត់ឥឡូវនេះអូនម្នាក់គឺនៅតែបដិសេធចឹងគេមិនទទួលស្គាល់ថាគេគឺជាអ្នកសម្លាប់នោះទេប៉ុន្តែ DB បាននិយាយថាឯងគឺជាមនុស្សកុហកឯងគឺជាឃាតករឯងឆាប់ចេញពីផ្ទះយើងរបស់យើងទៅអូនម្នាក់គឺខំនិយាយលួងកញ្ញា DB ខ្លាំងមែនទែនប៉ុន្តែកញ្ញា DB គឺមិនស្ដាប់អូនម្នាក់ទេហើយអូនម្នាក់ក៏ខរឿងខំដែរពេលហ្នឹងគេក៏បានប្រាប់ថានៅចាំកន្លែងនោះហើយចាំយើងទៅរមមកសិនហើយក៏បានហោះបុកទម្លុះផ្ទះចាក់ចេញពីកន្លែងហ្នឹងតែម្ដងបន្ទាប់ពីអូនម្នាក់ចេញទៅបានហើយក្រុមភ្នាក់ងាររបស់តាទីតាបានបញ្ជូនគ្នាមកនាំវិញ្ញាណ DB ចេញពីកន្លែងហ្នឹងតែម្ដងចំណែកឯម៉ៅនៅពេលនេះបានត្រឡប់មកពីសាកលវិទ្យាល័យវិញហើយវីលៀមបានបើកជូនកញ្ញា Amber ត្រឡប់ទៅផ្ទះរបស់នាងវិញហ្នឹងទៅម៉ាងក៏បានចូលទៅលួងលោមនាងដោយសារតែនាងបានខឹងម៉ាក៏ទោះបីជាលួងយ៉ាងណាកញ្ញា Amber ក៏នៅតែខឹងដដែលចឹងហើយម៉ាក៏សម្រេចចិត្តថាគេនឹងប្រាប់ការពិតថាគេគឺជា super hero យ៉ាងទៅចឹងហើយបានជាគេមិនទៅមានពេលឲ្យកញ្ញា Amber ខំនិយាយលួងចេះលួងចោះទោះបីជានិយាយយ៉ាងក៏ដោយប៉ុន្តែងាកមកមើលកញ្ញា Amber វិញកញ្ញា Amber នៅតែធ្វើធម្មតានាងបានប្រាប់ថាអូអញដឹងហើយរឿងហ្នឹងឯងចាក់ចេញផ្ទះរបស់អញទៅហើយយើងក៏លេចមកមើលកន្លែងឃ្លាំងរបស់អាយ៉ា Muller ណែវិញនៅពេលនេះកំពុងតែមានឡានដឹកសម្រាប់មួយបានបើកចូលមកកន្លែងហ្នឹងអញ្ចឹងពួកដៃពីរនាក់ហ្នឹងបន្ទាប់ពីឃើញហើយក៏វាក៏បានយកកំភ្លើងរបស់វាបាញ់ទៅលើតកងឡានហ្នឹងទៅតែបាញ់ទៅមើលទៅអត់មានកម្រើមានអីសោះនៅពេលដែលពួកគេចូលទៅមើលចិត្តទៅដឹងថានោះគឺជាប្រព័ន្ធ hologram តែប៉ុណ្ណោះដល់មកស្រាប់តែ Pro Robot បានចេញមក Pro Robot គឺមិនមកតែម្នាក់ឯងទេគេថែមទាំងនាំរាងកាយដ៏ទ្រុឌទ្រោមមួយមកផងដែរដែលរាងកាយហ្នឹងគឺជារាងកាយពិតរបស់ Robot នឹងឯងអញ្ចឹងគោលបំណងរបស់ Robot គឺវាចង់អាយ៉ា Muller ពីរនាក់ក្លូនរូបរាងកាយថ្មីមួយទៀតហើយបញ្ចូលការចងចាំពីរាងកាយទ្រុឌទ្រោមហ្នឹងទៅដាក់រាងកាយថ្មីវាប្រៀបបានដូចជាការជប់ជីវិតថ្មីអញ្ចឹងរាងកាយថ្មីរបស់ Pro Robot ហ្នឹងគឺមុខស្តៀងនឹង Pro Rex ខ្លាំងមែនដោយសារតែ Pro Robot ហ្នឹងបានយក DNA របស់ Pro Rex យកមកធ្វើហើយមូលហេតុដោយសារតែ Pro Robot យក DNA របស់ Pro Rex មកធ្វើជាមនុស្សក្លូនហ្នឹងគឺដោយសារតែ Pro Rex គឺជា super hero ដែលមានកម្លាំងខ្លាំងយ៉ាងដែររាងកាយរឹងមាំបើសិនជាយក DNA មនុស្សធម្មតាគាត់ជារាងកាយគាត់ជាខ្សោយហើយអញ្ចឹងបានជាគេសម្រេចចិត្តយក DNA របស់ Pro Rex អញ្ចឹងការផ្ទេរការចងចាំពីរាងកាយមួយទៅរាងកាយមួយក៏បានចាប់ផ្ដើមកើតឡើងការចង់បានធ្វើឲ្យរាងកាយដែលចាស់គឺកាន់តែទ្រុឌទ្រោមទៅហើយទីបំផុតរាងកាយថ្មីរបស់ Pro Robot ក៏អាចដឹងខ្លួនហើយ Pro Robot ហ្នឹងក៏បានទៅនិយាយលារាងកាយចាស់របស់គេយ៉ាងទៅដោយសារតែរាងកាយចាស់របស់គេគឺមិនអាចរស់នៅបានទៀតនោះទេហើយយើងក៏ដឹងទៀតដែរថា Pro Robot ហ្នឹងគឺឈ្មោះពិតរបស់គេមានឈ្មោះថា Rudy ហើយចាប់ពីពេលហ្នឹងយើងហៅអាប៉ែមួយហ្នឹងគឺថា Rudy ម្ដងហើយ Robot របស់គេគឺនៅតែជា Robot របស់គេអញ្ចឹងមិនបាត់ទៅណានោះទេអញ្ចឹងបន្ទាប់ពី Pro Rudy ទទួលបានរាងកាយថ្មីហើយគេចង់ចាត់ការយ៉ា Muller ពីរនាក់ដើម្បីនាំទៅចូលក្នុងគុកវិញហើយរឿងរ៉ាវកន្លងមកគេគ្រាន់តែបោកប្រាយ៉ា Muller ទាំងពីរនាក់ហ្នឹងតែប៉ុណ្ណោះអាយ៉ា Muller ទាំងពីរនាក់គឺថាអស់សំណើចខ្លាំងមែនតើបន្ទាប់ពីឮសម្ដីរបស់ Pro Rudy ហើយ Pro Rudy ក៏បានបញ្ជា Robot របស់គេចេញមកដែរដើម្បីចាត់ការទៅលើអាយ៉ា Muller ទាំងពីរនាក់ហ្នឹងអាយ៉ា Muller ទាំងពីរហ្នឹងគឺពិតជាបាក់តខ្លាំងមែនតើតែមកស្រាប់តែ Pro Rudy បានបញ្ជា Robot របស់គេមួយទៀតធំខ្លាំងមែនតើដេញបាញ់អាយ៉ា Muller ទៅពីហ្នឹងឡើងរត់សាច់ពីហ្នឹងតែមកតាស៊ីសាក៏បានទេទៅ Pro Rudy ថាឲ្យត្រឡប់ទៅកន្លែងទីស្នាក់ការរបស់គេវិញទៅ Pro Rudy ក៏បានចាក់ចេញកន្លែងទុកឲ្យអាយ៉ា Muller ទៅពីហ្នឹងគឺថាឡើងសផ្នែកព្រាតែម្ដងតែមកយើងក៏កាត់មកអូមនេះមែនណាវិញនៅពេលនេះគេបានមកដល់ផ្ទះរបស់គេវិញហើយបន្ទាប់ពីរកមកមិនឃើញនោះទេគេបានស្រែកហៅរក DB អញ្ចឹងណាប៉ុន្តែមិនឃើញ DB ឃើញតែទាហានរបស់តាស៊ីសាអញ្ចឹងហើយអូនមែនក៏បានចាត់ការលើទាហានរបស់តាស៊ីសាឡើងសាហាវខូខើតែម្ដងតែផ្លែសគឺថាឡើងដីរេលអស់ពេញហ្នឹងប៉ុន្តែមកអូនមែនក៏ដឹងថាផ្ទះនៅខាងមុខរបស់ផ្ទះរបស់គេគឺមានភ្នាក់ងាររបស់តាស៊ីសាទៀតចឹងហើយអូនមែនក៏បានទម្លាយចូលទៅខាងក្នុងតែម្ដងហើយក៏បានឃើញមនុស្សនៅគ្នាកន្លែងកំពុងតែតាមដានរឿងរ៉ាវរបស់គេអូនមែនក៏បានទៅជប៊ីខ្នងរបស់តាដូណាព្រោះតាដូណាឈឺខ្លាំងតែណាតាដូណាក៏សុខចិត្តពាក់លីជវល់កន្លែងតែម្ដងគេក៏បានជួយបេតុងក្រុមបាត់បន្ទោកន្លែងហ្នឹងដើម្បីកំទេចអូនមែនចោលដែរប៉ុន្តែមិនអាចធ្វើអីទៅលើអូនមែនបាននោះទេអូនមែនក៏បានហោះចាក់ចេញពីកន្លែងហ្នឹងតែរកវីលៀមដែលជាមិត្តភក្តិរបស់ម៉ាកគេបានសួរវីលៀមគម្រាមវីលៀមណាថយវីលៀមក៏ថាភ័យខ្លាំងមែនសួរថាតើមកនៅកន្លែងណាវយហើយវីលៀមក៏ថាភ័យឡើងលេចនោមអស់ហើយវាឆ្លើយថាអូខ្ញុំមិនដឹងទេអូនមែនក៏បានចាក់ចេញកន្លែងថយវីលៀមកាន់តែភ័យទៀតបាទហើយយើងក៏លេចមកមើលកន្លែងទីស្នាក់ការរបស់ក្រុមការឌៀនតាទីសាបានប្រាប់ពួកគេថាឲ្យនៅកន្លែងហ្នឹងហើយនៅពេលនេះអូនមែនក៏កំពុងតែកម្រោចូលក្នុងខ្លួនតែចេញទៅក្រៅដេរ៉ាមចាត់ត្រូវរូបថ្មរបស់តាអូនមែនបន្តមកឲ្យ Pro Rudy ក៏បានដាក់ចូលមកជាមួយនឹងរាងកាយថ្មីរបស់គេក៏បានប្រាប់ថាគេហ្នឹងហើយគឺជាអ្នកបញ្ជា Pro Robot ហើយនេះគឺជារាងកាយពិតរបស់គេមានឈ្មោះថា Rudy អញ្ចឹងទៅហើយយើងក៏លេចមកមើលអូនមែននៅវិញនៅពេលនេះគេកំពុងតែហោះសោកសងតតែមានគ្រាប់ឡាទៅមកបាញ់ទម្លុះគេតែម្ដងឡើងដោយគ្រាប់អាតូមីអញ្ចឹងគ្រាប់ឡាទាំងគឺបាញ់ចេញមកពីលើអវកាសឯណោះ
បន្តែគ្មានបញ្ហាទេអូនមែនក៏បានឡើងទៅលើអាវ៉ាវាយកំទេចអាក្របនឹងចោលនឹងខ្ទេចអស់តែម្ដងអាកាភ្លើមួយហ្នឹងសកម្មភាពរបស់អូនមែនគឺត្រូវបានតែសារប្រើកាមេរ៉ាតាមដានរហូតហ្នឹងគឺថតជាប់រហូតណាអូនមែនក៏មិនបានធ្វើអីទៅលើកាមេរ៉ាដែរគឺទុកឲ្យគេមើលសកម្មភាពរបស់គេតែម្ដងអញ្ចឹងបន្ទាប់ពីកំទេចកំភ្លើងឡាស៊ែនៅលើអាកាសហើយអូនមែនក៏បានហោះទៅរកមកបន្តទៀតសប្តាហ៍ពេលនេះតាសាបានចេញមកប្រឈមមុខជាមួយនឹងអូនមែនដោយផ្ទាល់តែម្ដងអូនមែនខំហក់ចាប់យ៉ាងណាក៏ចាប់មិនបានដែរសារតាសាគឺមាន skill teleport ប៉ុន្តែតាសាគឺថារៀងចាស់ហើយពេលដែល teleport ទៅគឺថារៀងហត់បាក់កម្លាំងដែរតាសាទៅកន្លែងគឺបានទៅនិយាយជាមួយនឹងអូនមែនរៀងយូរបន្តិចដែរប៉ុន្តែនិយាយយូរទៅធ្វើអូនមែនកាន់តែខឹងទៅអូនមែនក៏បានហត់ទៅវាយប៉ុន្តែតាសាបាន teleport ជិះទៅកន្លែងតាន់បាទតើមកតាសាក៏បានបញ្ជូនមនុស្សពាក់កណ្ដាលមនុស្សយន្តពាក់កណ្ដាលហ្នឹងមកចាត់ការអូនមែនតែម្ដងហើយមនុស្សយន្តហ្នឹងគឺថាសាហាវទៀតណាអូនមែនគឺថាបាក់រៀងបាក់តបតល់ដែរប៉ុន្តែមិនធ្វើទេអូនមែនក៏អាចចាត់ការទៅលើមនុស្សយន្តទាំងអស់ហ្នឹងបានតើមកអូនមែនក៏បានយកកាមេរ៉ាដែលតាសាតាមដានគេហ្នឹងយកទៅដាក់ពវាមនុស្សយន្តហ្នឹងតែម្ដងមកអាដៃអ្នកមើលគឺថាក្អួតពេញហ្នឹងហើយយើងក៏កាត់ទៅមកអាយុមុនលើដល់ពេលនេះបានលួចសារសតរបស់អ៊ីម៉ូថលយកមកតបជាប់ក្បាលឡើងវិញតែសារសតរបស់អ៊ីម៉ូថលត្រូវបានអូនមែនសម្រាប់ចោលតែពេលដែលតបជាប់ក្បាលទៅអ៊ីម៉ូថលគឺថាដឹងខ្លួនមកវិញគោលបំណងរបស់វាគឺដាក់ឧបករណ៍ដើម្បីគ្រប់គ្រងខ្លួនទៅលើអ៊ីម៉ូថលនឹងឯងប៉ុន្តែគ្មានទេនៅពេលដែលអ៊ីម៉ូថលដឹងខ្លួនទៅអាដៃគឺថាមិនអាចគ្រប់គ្រងទៅលើខ្លួនរបស់អ៊ីម៉ូថលបានទេអ៊ីម៉ូថលគឺថាដឹងតែម្យ៉ាងគឺគេចង់ទៅសម្រាប់អូនមែនចោលតែម្ដងហើយពេលហ្នឹងគឺថាឡើងសភ្នែកព្រាតែម្ដងហើយអ៊ីម៉ូថលក៏បានហក់ចាក់ចេញប្រឡែងទៅពេលនេះគឺថានៅឈរថ្មឹងលេនៅកន្លែងទៅចំណែកអូនមែននៅពេលដែលដល់រម៉ាំងស្រាប់តែគេបានជួយជាមួយនឹងអាយៈថៃឋាននេះអាយៈមឹកថៃឋានអូនមែនបានយកជាមួយនឹងអាយៈហ្នឹងហើយត្រូវបានអាយៈមឹកហ្នឹងថាវាយត្រោមតែម្ដងអូនមែនតែពេលនោះដែរម៉ាកជាមួយនឹងកញ្ញាអ៊ីក៏បានហោះកាត់នឹងផងដែរម៉ាកក៏បានហោះចូលទៅជួយឪពុករបស់គេតែម្ដងកញ្ញាអ៊ីប្រុងហោះចូលទៅជួយតែហើយស្រាប់តែកញ្ញាដេប៊ីបានទៅប្រាប់កញ្ញាអ៊ីថាអូកញ្ញាអ៊ីកុំតន់ចូលទៅអីអូនមែនគឺជាឃាតករណាកញ្ញាអ៊ីបន្ទាប់ពីលឺចឹងហើយនាងក៏បានឈប់ចំណែកឯម៉ាគឺមិនទាន់ដឹងថាឪពុករបស់គេគឺជាឃាតករហ្នឹងគេក៏បានហោះចូលទៅជួយឪពុករបស់គេតែម្ដងអាយៈមកថៃឋានគឺថាសាហាវទេណាវាយឪពុកកូនទៅពេលហ្នឹងគឺថាឡើងត្រោមតែម្ដងសកម្មភាពរបស់ពួកគេក៏ត្រូវបានគេឡាយផ្ទាល់ទូទាំងពិភពលោកតែម្ដងមុនដំបូងគឺថាមិនសូវមានអ្នកមើលទេស្រាប់តែអាម៉ចេញមកស្រាប់តែមានអ្នកមើលច្រើនខ្លាំងមែនទែនដោយសារតែគេភ្ញាក់ផ្អើលថាអាម៉គឺបានស្លាប់ហើយឥឡូវមិនក៏បានរស់ឡើងមកវិញហើយពេលដែលរស់ឡើងមកវិញគឺគេមកវាយជាមួយនឹងអូនមែនអញ្ចឹងណាតែមានទេត្រូវបានអូនមែនដាក់បណ្ដៃឲ្យធ្លុះពុះទៀតដោយសារតែអ៊ីម៉ូថលអត់ទាន់ងាប់ហ្នឹងវាក៏បានចាក់ភ្នែកអូនមែនអញ្ចឹងទៅអូនមែនក៏ខំដាក់បណ្ដៃដេកខ្លួនជពីងាប់អេតេកន្លែងបាត់ទៅបាទសកម្មភាពរបស់អូនមែនគឺថាត្រូវបានមកឃើញដោយផ្ទាល់ភ្នែកតែម្ដងគេមិននឹកស្មានថាពតរបស់គេគឺសាហាវខូខើបែបហ្នឹងណានៅពេលនេះការពិតត្រូវបានលាតត្រដាងឪពុករបស់ម៉ាងក៏មិនបានលាក់បាំងម៉ាកទៀតដែរអូនមែនបាននិយាយថាគាត់គឺជាពួយអំបូររបស់ពួកវេទ្រុំហើយគាត់មកផែនដីគឺមិនមែនមកការពារផែនដីទេគាត់មកទីហ្នឹងគឺក្នុងនាមជាបេសកកម្មមួយតែប៉ុណ្ណោះគាត់គឺជាទាហានរបស់ពួកវេទ្រុំហើយគាត់មកផែនដីគឺមកដើម្បីពង្រីកទឹកដីរបស់គាត់នឹងឯងគឺវាពេញចក្រវាលតែម្ដងហើយពួយអំបូររបស់ពួកវេទ្រុំហ្នឹងគឺពួកគេជឿជាក់ទៅលើការរស់រានមានជីវិតរបស់អ្នកខ្លាំងបើសិនជាអ្នកខ្សោយគឺគ្មានជីវិតរស់នៅនោះទេហើយការដែលគាត់សម្លាប់ក្រុមនការឌីហ្នឹងគឺជាទំនៀមទម្លាប់របស់ពួកវេទ្រូផងដែរដែលថាអ្នកខ្លាំងគឺតែងតែកំចាត់អ្នកខ្សោយចោលតែម្ដងមិនឲ្យរស់នៅនោះទេចឹងបន្ទាប់ពីប្រាប់ការប៉ារ៉ៃអូនមែនក៏បានបញ្ចុះចូលម៉ាកឲ្យចូលរួមជាមួយនឹងគាត់ដើម្បីពង្រីកឥទ្ធិពលផងដែរតែម៉ាកបន្ទាប់ពីលឺយ៉ាងហើយគេមិនចោះចូលជាមួយនឹងឪពុករបស់គេនោះទេគេពិតជាមានការខឹងសម្បាយ៉ាងខ្លាំងមិនអាចទទួលយកបាននោះទេគេក៏បានវាយប្រហារទៅលើឪពុករបស់គេតែម្ដងប៉ុន្តែគ្មានទេត្រូវបានឪពុករបស់គេដាក់យកហើយតាទិសាក៏បានបញ្ជូនជនហោះចម្បាំងប្រមាណគ្រឿងមកចាត់ការអូនមែនផងដែរប៉ុន្តែគ្មានទេហើយជនហោះចម្បាំងប្រមាណក្បាលហ្នឹងក៏ត្រូវបានអូនមែនកំទេចចោលក្នុងមួយរំពេចភ្នែកផងដែរហើយអ្នកដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំងមួយហ្នឹងហើយក៏ត្រូវបានអូនមែនសម្រាប់ចោលទៀតផងសម្រាប់នៅចំពោះមុខម៉ាងយ៉ាងខូខើតែម្ដងមកសាហាវចុយមកហើយទស្សនវិជ្ជានេះគឺជាអ្វីដែលម៉ាងបានចោះចូលជាមួយនឹងអូនមែននឹងឯងអូនមែនបានវាយម៉ាងគឺថាលំប៉ាងដល់ទីក្រុងធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ឡើងរគាពេញដីតែម្ដងហើយពេលនោះដែរក៏មានអគារមួយបានបាក់ចុះមកក្រោមផងដែរម៉ាងក៏បានទៅទប់អគារនោះទៅហើយក៏បានជួយមនុស្សម្នាក់ផងដែរតែមានតែអាគារនោះដោយសារតែតុំចោវារៀងផុយអស់ហើយវាក៏បានបាក់ចូលមកឡើងស្កត់ឡើងបាក់បាយងាប់មនុស្សពេញហ្នឹងហើយអ្នកដែលមកខំជួយអំបញ្ញម៉ៃនោះក៏ត្រូវបានក្បត់ដៃទៀតត្រូវបានអាគារបាក់ស្កត់អូនមែនក៏បានមកដល់ហើយក៏បាននិយាយប្រាប់មកថាំងហើយកុំតាអាណិតពួកមនុស្សទាំងអស់នឹងអីវាគ្មានបានការនោះទេដល់ពេលលឺយ៉ាងទៅមកក៏បានសួរថាចុះរងថ្ងៃដែលស្រឡាញ់ម៉ែអត់អូនមែនបាននិយាយថា20ឆ្នាំមកនេះគាត់មិនដែលស្រឡាញ់ម៉ែរបស់ឯងនោះទេគាត់ចាប់ទុកម៉ែរបស់ឯងគឺគ្រាន់តែជាសត្វចិញ្ចឹមមួយតែប៉ុណ្ណោះកញ្ញាដេប៊ីបន្ទាប់ពីឃើញលឺលទ្ធភាពនឹងហើយនាងគឺពិតជាមានការខូចចិត្តខ្លាំងមែនទែនខំស្រឡាញ់គេឡើងជា20ឆ្នាំមកហើយគេចាប់ទុកនាងគឺត្រឹមតែជាសត្វចិញ្ចឹមមួយតែប៉ុណ្ណោះចំណែកម៉ាងក៏ថាខឹងចុយម៉ែហើយគេក៏បានចូលទៅវាយឪពុករបស់គេបាត់យកហ្នឹងទៅប៉ុន្តែមានទេត្រូវបានឪពុករបស់គេចាក់ក្បាលចូលវាយក៏បានរុញបំពុកនៅតែភ្លឺតែម្ដងហើយកន្លែងហ្នឹងគឺថាសាហាវដល់កងាប់មកលើវាយសាច់ផុយតែម្ដងណាអូនមែនបានវាយម៉ាងរហូតទៅប៉ាំងដល់ចង្កេះភ្នំមួយហ
ហើយនៅកន្លែងចកែភ្នំហ្នឹងឯងអូនមែនបានម៉ាត់មកចោម៉ាត់ចោតែម្ដងក៏ថាមកហ្នឹងក៏ថាឡើងសឹងតែងាប់បាត់ទៅហើយគាត់ក៏បាននិយាយថាតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ពី500ឆ្នាំទៅមុខបន្តទៀតហើយឯងប្រឹងប្រយុទ្ធធ្វើអីបើ500ឆ្នាំទៀតហ្នឹងគឺផែនដីត្រូវរលាយហើយឯងគឺមានឈាមជ័រជាពូជសាសន៍វាទ្រូមដូច្នេះឯងគឺមិនស្លាប់នោះទេឯងគឺអាចនៅរស់បានរាប់ពាន់ឆ្នាំឯណោះចឹងនៅពេលដែលផែនដីរលាយបាត់ទៅឯងប្រកាសជាឃើញមនុស្សជុំវិញខ្លួនឯងប្រកាសជាលីលីតាមនងជាមខាងនោះទេហើយគឺនៅរស់នៅតែម្នាក់ឯងហ្នឹងហើយសួរខ្លួនឯងមើលថាពេលហ្នឹងគឺវាឈឺចាប់ប៉ុណ្ណាទោះបីជាអូនមែនខំវាយប្រហារផ្លូវចិត្តផ្លូវកាយរបស់ម៉ាយ៉ាងណាក៏ដោយប៉ុន្តែម៉ាងគឺតបតែពាក្យយ៉ាងខ្លីមួយម៉ាត់តែប៉ុណ្ណោះថា I still have you dead ដែលមានន័យថាកូននៅតែមានពុកដដែលហ្នឹងពាក្យមួយឃ្លាហ្នឹងហើយធ្វើឲ្យអូនមែនគឺថាមានការរៀងភ្ញាក់រលឹកខ្លួនតែម្ដងអូនមែនដោយសារតែមានភាពច្របូកច្របល់ខ្លាំងពេកក៏បានហោះចាក់ជិះពីកន្លែងហ្នឹងទាំងទឹកភ្នែកតែម្ដងបាទហើយនៅចុងក្រោយហ្នឹង DP និងតានសិសាបាននាំភ្នាក់ងាររបស់គេមកជួយសង្គ្រោះម៉ាដោយសារតែម៉ាគឺថាត្រូវរបួសខ្លាំងមែនតែនសឹងតែស្លាប់បាត់ទៅហើយចំណែកអាយៈមូលហ្នឹងក៏ត្រូវបានគេចាប់យកទៅដាក់ក្នុងគុកវិញផងដែរដោយសារតែវាចាក់ជិះពីគុកដោយខុសច្បាប់យ៉ាងទៅចំណែកឯក្រុមការនាងក៏បាននាំគ្នាទៅជួយសង្គ្រោះប្រជាជនប្រហែលខែក្រោយមកហើយអ្វីៗក៏បានចាប់ដាំល្អប្រសើរឡើងវិញហើយម៉ានៅពេលនេះក៏បានជាសះស្បើយហើយត្រូវបានតាស៊ីសាងនាំគេទៅកាន់បន្ទប់មួយបន្ទប់ដែលតាស៊ីសាងនាំទៅគឺទទេស្អាតនោះគឺឃើញតែពណ៌សទេតែអ្វីដែលចម្លែកនោះគឺតាសាបានបង្ហាញឲ្យឃើញនៅកន្លែងហ្នឹងគឺស្ទើរតែជាកន្លែងពិសោធន៍អ្វីចម្លែកច្រើនខ្លាំងមែនទែនជាពិសេសនោះគឺគេបានយក Immortal ទៅដាក់តបជាប់ខ្លួនឡើងវិញដើម្បីឲ្យរស់រានមានជីវិតឡើងវិញផងដែរនិយាយរួមទៅបន្ទប់មួយហ្នឹងគឺមិនធម្មតាមិនអាចមើលអ្វីឃើញនោះទេតើតាស៊ីសាចង់ឲ្យឃើញបានឃើញអញ្ចឹងហើយនៅពេលនេះម៉ាគេបានត្រឡប់មកផ្ទះរបស់គេវិញហើយបន្ទាប់ពីសម្រាប់ព្យាបាលរយៈពេលប្រហែលខែក្រោយមកនៅពេលដែលគេចូលមកដល់ក្នុងផ្ទះលើនេះគឺមានភាពអ៊ូអាប់ខ្លាំងមែនទែនដោយធ្លាប់តែមានភាពសប្បាយរីករាយនៅក្នុងផ្ទះឥឡូវគឺមានភាពស្ងាត់ជ្រងងំតែម្ដងគេវាសតតែរូបថតអនុស្សាវរីយ៍តែប៉ុណ្ណោះហើយម៉ាក់និងកញ្ញា DB គេក៏បានត្រូវគ្នាឡើងវិញផងដែរហើយពួកគេក៏បាននាំគ្នាទៅផឹកអីជុំគ្នាយ៉ាងទៅហើយទៅចុងក្រោយហ្នឹងយើងក៏បានឃើញថាម៉ាងបានទៅនិយាយគ្នាជាមួយនឹងអាលីននិយាយគ្នានៅលើភពព្រះច័ន្ទយ៉ាងទៅដែលម៉ាងគឺគេបាននិយាយរឿងក្នុងចិត្តរបស់គេថាពលរបស់គេគឺជាពូជសាសន៍វាទ្រូមដែលបានក្បត់គេយ៉ាងទៅហើយឥឡូវនេះគឺបានចាក់ចេញពីភពផែនដីបាត់ទៅហើយអាលីនបន្ទាប់ពីលឺយ៉ាងហើយគេក៏បានលួងម៉ាកយ៉ាងទៅហើយគេក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែពូជសាសន៍វាទ្រូមនៅពេលដែលទៅគ្រប់គ្រងភពណាហើយគឺមិនចង់បោះបង់បេសកកម្មរបស់គេទេហើយនេះគឺជារឿងដ៏កម្រដែលថាពួកវាទ្រូមបានបោះបង់បេសកកម្មរបស់ពួកគេចឹងពួកគេប្រកាសជាបញ្ជូនមនុស្សមកទៀតជាមខាងទេហើយត្រៀមខ្លួនឲ្យទៅហើយ Invincible Season ទី1របស់យើងក៏បានចប់ត្រឹមតែប៉ុណ្្នឹងទៅបាទ